ក្រហមនឹងបព្វជិកគួរពិចារណាធម៌5ប្រការនេះ1. ចរិយាធម្មមហេតុអាត្មាអញមានសេចក្តីចាស់ជរាជាធម្មតាមិនអាចកន្លងសេចក្តីចាស់ជរាបានឡើយ 2. ព្យាយាមមហេតុអាត្មាអញមានសេចក្តីឈឺចាប់ជាធម្មតាមិនអាចកន្លងសេចក្តីឈឺចាប់បានឡើយ 3. មរណៈធម្មមហេតុអាត្មាអញមានសេចក្តីស្លាប់ជាធម្មតាមិនអាចកន្លងសេចក្តីស្លាប់បានឡើយ 4. សព្ពេហេមេបយេហេអាត្មាអញមានសេចក្តីព្រាត់ប្រាសចាករបស់ជាទីស្រឡាញ់ជាទីគាប់ចិត្តទាំងអស់ 5. កម្មសកោមហេអាត្មាអញមានកម្មជារបស់ខ្លួនអាត្មាអញធ្វើកម្មល្អនឹងបានផលល្អធ្វើកម្មអាក្រក់នឹងបានផលអាក្រក់តើបុណ្យនិងបាបនៅត្រង់ណាបញ្ហាបាបនិងបុណ្យនេះក៏ជាបញ្ហាមួយមានអាថ៌កំបាំងណាស់ព្រោះវាជាវត្ថុម្យ៉ាងដែលយើងមិនអាចនឹងចាប់យកមកបង្ហាញអ្នកដទៃឲ្យមើលឃើញបានឡើយម្យ៉ាងទៀតសត្វលោករិតរិនតែលែងមានជំនឿព្រោះគេច្រើនតែវាយតម្លៃទៅលើអ្វីដែលគេមើលឃើញនឹងភ្នែកស្ដាប់ឮនៅត្រង់ត្រចៀករបស់គេដូចជាមនុស្សល្អខ្លះបែរជាលំបាកតោកយ៉ាកចំណែកមនុស្សខ្លះទៀតអាក្រក់ខ្លះបែរជាសប្បាយរីករាយមានអាយុវែងក៏មានសេចក្តីនេះគួរឲ្យសង្ស័យដែរតែសូមចិត្តដូចតទៅនេះធម្មតាឪពុកម្ដាយកាលបើចិញ្ចឹមកូនឲ្យរស់រានមានជីវិតហើយរមែងនៅមានមេត្តាករុណាទៅលើកូនចង់ឲ្យកូនមានចំណេះវិជ្ជាខ្ពង់ខ្ពស់នឹងគេក៏បញ្ជូនកូនឲ្យទៅសិក្សាតាំងពីថ្នាក់ទាបរហូតដល់ថ្នាក់ខ្ពស់ពេលដែលកូននោះបានបញ្ចប់ការសិក្សាហើយតើកូននោះអាចចាប់ចំណេះវិជ្ជាមកបង្ហាញឪពុកម្ដាយបានឬទេពិតជាមិនបានឡើយប៉ុន្តែយើងអាចដឹងបានយ៉ាងច្បាស់ថាកូននោះពិតជាមានចំណេះវិជ្ជាដោយសម្គាល់ទៅលើអាកប្បកិរិយាការនិយាយស្ដីនិងការសរសេរជាដើមយ៉ាងណាមិញបាបឬបុណ្យបុគ្គលប្រព្រឹត្តហើយបើទោះបីជាមិនអាចចាប់យកមកបង្ហាញក៏មិនមែនមានន័យថាវាមិនមានឡើយព្រោះព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាធម៌ទាំងឡាយមានចិត្តជាប្រធានមានចិត្តជាធំបើចិត្តអាក្រក់ហើយកាយក្តីវាចាក្តីក៏ប្រព្រឹត្តទៅតាមលំអំណាចនៃបាបនោះហើយបាបនោះរមែងជាប់តាមបុគ្គលនោះជានិច្ចប្រៀបបានដូចជាកង់រទេះដែលតែងតែវិលតាមជើងគោដូច្នោះឯងម្យ៉ាងទៀតបើចិត្តគិតល្អហើយកាយក្តីវាចាក្តីរមែងប្រព្រឹត្តទៅតាមអំណាចនៃចិត្តល្អនោះហើយបុណ្យក៏រមែងអន្ទោលតាមបុគ្គលនោះប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណដូច្នោះឯងយោងទៅតាមព្រះពុទ្ធសុភាសិតខាងលើយើងក៏អាចយល់បានថាបុណ្យនិងបាបពិតជាមានគ្រាន់តែថាខ្សែបុណ្យនិងខ្សែបាបនោះមិនបានស្ថិតនៅនឹងដដែលតែមួយកន្លែងនោះទេគឺតែងតែប្រព្រឹត្តទៅហូរទៅរឿយជានិច្ចតាមពេលតាមសម័យដែលសត្វបានធ្វើនោះឯងយើងមិនអាចចង្អុលបង្ហាញថាបាបនិងបុណ្យស្ថិតនៅត្រង់នេះត្រង់នោះឲ្យឃើញនឹងភ្នែកបានឡើយសេចក្តីនេះឧបមាដូចជារុក្ខជាតិមានផ្លែទាំងឡាយការដែលផ្កានិងក្តឹបមិនអាចទាន់ចេញមកក្រៅយើងក៏មិនអាចទៅចង្អុលប្រាប់អ្នកដទៃឲ្យឃើញថាផ្លែរបស់វាស្ថិតនៅត្រង់មែក
ឬត្រង់ដើមបានឡើយលុះត្រាតែរុក្ខជាតិទាំងនោះបញ្ចេញផ្កានិងក្តឹបចេញមកក្រៅទើបយើងអាចមើលឃើញច្បាស់ថានោះនឹងឈើបញ្ចេញផ្លែមកហើយតើនេះន័យនេះមានសេចក្តីស៊ីគ្នាទៅនឹងពុទ្ធសុភាសិតមួយកន្លែងទៀតថាមនុស្សបាបដរាបណាបើបានបាបមិនទាន់ឲ្យផលទេដរាបនោះមនុស្សបាបឃើញអំពើអាក្រក់ថាល្អលុះតែកាលណាបាបឲ្យផលកាលនោះមនុស្សបាបទើបឃើញអំពើអាក្រក់ថាអាក្រក់ពិតមែនដរាបណាអំពើល្អមិនទាន់ឲ្យផលដរាបនោះមនុស្សល្អរមែងឃើញអំពើល្អថាអាក្រក់លុះតែកាលណាអំពើល្អឲ្យផលកាលនោះមនុស្សល្អទើបឃើញអំពើល្អថាល្អពិតមែន